តើបុគ្គលបែបណាទើបស័ក្តិសមធ្វើជាអ្នកចែករំលែកមានបងប្អូនជាច្រើនគាត់ចង់ក្លាយជាអ្នកចែករំលែកនៅលើបណ្ដាញសង្គមដូចជាអ្វីដែលខ្ញុំកំពុងតែធ្វើនេះប៉ុន្តែគាត់បែរជាខ្លាចមិនហ៊ានចាប់ផ្ដើមព្រោះតែគាត់គិតថាធ្វើទៅខ្លាចគេសើចធ្វើទៅខ្លាចគេរិះគន់ឬក៏ខ្លាចថាខ្លួនឯងមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចែករំលែក1 2 3អីអញ្ចឹងទៅចុះតើបងប្អូនទាំងអស់គ្នាវិញតើបងប្អូនយល់ថាមនុស្សបែបណាខ្លះទើបស័ក្តិសមធ្វើជាអ្នកចែករំលែកតើទាល់តែជាបណ្ឌិតអ្នកជំនាញឬទាល់តែមនុស្សដែលល្អឥតខ្ចោះមានឋានៈកេរ្តិ៍ឈ្មោះតួនាទីធំទើបអាចចែករំលែកបានចុះអ្នកលក់បន្លែអ្នកប៉ះកង់ម៉ូតូមេផ្ទះឬក៏បុគ្គលសាមញ្ញទូទៅมันអាចចែករំលែកបានទេមិនមែនទេយើងគ្រប់គ្នាសុទ្ធតែអាចធ្វើជាអ្នកចែករំលែកទៅតាមអ្វីដែលយើងបានដឹងកុំចាំបាច់ទាល់តែយើងខ្លាយជាបុគ្គលដែលល្អឥតខ្ចោះទើបហ៊ានចែករំលែកជីវិតគឺជាការចែករំលែកដល់គ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍ក្នុងការរស់រានមានជីវិតទាំងអស់គ្នាយើងចេះពីអ្វីយើងក៏ចែករំលែកពីអាហ្នឹងទៅយើងចេះប៉ុណ្ណាយើងក៏ចែករំលែកប៉ុណ្ណឹងទៅគ្មានអ្នកណាកើតមកចេះគ្រប់យ៉ាងធ្វើបានល្អគ្រប់យ៉ាងនោះទេគេស្ដាប់យើងស្ដាប់គេដើម្បីរៀនពីគ្នាទៅវិញទៅមកគ្រប់អ្នកចែករំលែកនៅលើបណ្ដាញសង្គមគេមិនដែលរងចាំរហូតទាល់តែគេល្អឥតខ្ចោះទើបហ៊ានចែករំលែកនោះទេគេគ្រាន់តែចាប់ផ្ដើមវាដោយក្តីស្រឡាញ់ប៉ុណ្ណោះដូចជាខ្ញុំអញ្ចឹងមិនមែនខ្ញុំល្អជាងអ្នកណាពូកែជាងគេធ្វើត្រូវជាងគេទើបខ្ញុំមកចែករំលែកដល់បងប្អូនទេដោយដែលខ្ញុំធ្លាប់និយាយច្រើនដងរួចមកហើយមនុស្សគ្មានអ្នកណាល្អជាងអ្នកណាទេយើងគ្រប់គ្នាសុទ្ធតែអាចធ្វើខុសពីព្រោះកំហុសជាអ្នកបង្រៀនយើងដើម្បីស្វែងរកភាពត្រឹមត្រូវពេលយើងចាប់ផ្ដើមធ្វើអ្វីមួយដំបូងប្រកាសជាមានកំហុសឆ្គងច្រើនខុសម្ដងយើងចេះម្ដងកុំខ្លាចការរិះគន់ចាប់ផ្ដើមធ្វើអ្វីដែលយើងស្រឡាញ់កុំឲ្យតែអ្វីដែលយើងធ្វើនឹងវាខុសច្បាប់ឬក៏ប៉ះពាល់ទៅដល់សិទ្ធិសេរីភាពរបស់អ្នកដទៃយើងមានសិទ្ធិធ្វើអ្វីដែលយើងស្រឡាញ់អ្នកដទៃក៏មានសិទ្ធិរិះគន់យើងដូចគ្នាយើងមិនអាចគ្រប់គ្រងការគិតរបស់អ្នកណាម្នាក់បានទេជាធម្មតាការយល់ឃើញរបស់មនុស្សម្នាក់គឺមិនដូចគ្នាទេហេតុនេះហើយទើបសង្គមមួយនេះពិភពលោកមួយនេះពោពេញទៅដោយជម្លោះឥតឈប់ឈរក៏ព្រោះតែមនុស្សគ្រប់គ្នាតែងតែប្រកាន់ថាគំនិតរបស់អ្នកដទៃគឺខុសហើយគំនិតរបស់ខ្លួនឯងទៅត្រឹមត្រូវមិនព្រមបើកចិត្តរៀនសូត្រពីអ្នកដទៃប្រកាន់អញនិយមគិតថាអញខ្លាំងជាងអញឆ្លាតជាងអញដឹងជាងបើយើងរវល់តែចាប់កំហុសរិះគន់អ្នកដទៃយើងនឹងគ្មានពេលវេលាដើម្បីរៀនសូត្រស្វែងយល់ពីខ្លួនឯងនោះទេហើយយើងក៏គ្មានថ្ងៃបានរីកចម្រើននិងអភិវឌ្ឍខ្លួនបានដែរព្រោះភ្លេចមើលកំហុសខ្លួនឯងឃើញតែកំហុសរបស់អ្នកដទៃប៉ុន្តែខ្ញុំទទួលស្គាល់ថាក្នុងនាមយើងជាសាមញ្ញជនធម្មតាយើងនៅតែមានពេលខ្លះភ្លេចខ្លួនរិះគន់អ្នកដទៃដូចគ្នាគ្រាន់តែបើយើងបានរៀនសូត្រអប់រំចិត្តបានច្រើនយើងមានសតិដើម្បីបន្ថយកម្រិតនៃការរិះគន់នោះបានតាមនឹងដែរបើថាឲ្យអត់ឈប់រិះគន់អ្នកដទៃតែម្ដងគឺនៅទេពីព្រោះតែកិលេសនៅក្នុងចិត្តរបស់យើងវាតែងតែដឹកនាំយើងឲ្យរិះគន់អ្នកដទៃមើលឃើញកំហុសរបស់អ្នកដទៃជានិច្ចដើម្បីធ្វើឲ្យខ្លួនយើងមើលទៅគ្រាន់បើឬក៏ប្រសើរជាងអ្នកដទៃតែប៉ុណ្ណឹងសរុបមកវិញខ្ញុំសូមបញ្ជាក់ដដែលថាខ្ញុំមិនមែនល្អជាងគេទៅមកចែករំលែកនោះទេខ្ញុំគ្រាន់តែមកចែករំលែកពីអ្វីដែលខ្ញុំបានដឹងបានអាននិងស្រាវជ្រាវបន្តិចបន្តួចតែប៉ុណ្ណោះប្រសិនបើបងប្អូនស្ដាប់មើលទៅឃើញថាមានកំហុសឆ្គងឬក៏ឃើញថាខ្ញុំផ្ទាល់មានកំហុសឆ្គងបងប្អូនអាចរិះគន់បានតាមការគួរនាងខ្ញុំទទួលយកដោយក្តីរីករាយជាចុងក្រោយប្រសិនបើបងប្អូនយល់ថាវីដេអូមួយនេះមានប្រយោជន៍កុំភ្លេចចុច like និងចែករំលែកវីដេអូនេះម្នាក់មួយផងសម្រាប់បងប្អូនថ្មីដែលមិនទាន់បាន follow page Facebook និង subscribe channel YouTube ខ្ញុំទេបងប្អូនអាចចុច follow page Facebook និង subscribe channel YouTube របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីដែលជាចំណេះដឹងបន្តទៀត